បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីបាទថ្ងៃនេះផងដែរខ្ញុំនឹងលើកយកតាក់ទងនឹងពុកម៉ែបងប្អូនមានប្រផ្នូលថាភ័យខ្លាចនៅក្នុងចិត្តជូនពុកម៉ែបងប្អូនសម្រាប់ដូចតទៅបាទប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលថាភ័យខ្លាចក្នុងចិត្តចាប់ពីម៉ោង1យប់ដល់ម៉ោង3យប់នោះបើពុកម៉ែបងប្អូនមានប្រផ្នូលថាភ័យខ្លាចនៅក្នុងចិត្តទំនីទីថានឹងមានកូនស្រីនឹករលឹកដល់ខ្លួនអ្នកទី2ប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលថាភ័យខ្លាចនៅក្នុងចិត្តចាប់ពីម៉ោង3យប់ដល់ម៉ោង5ជិតភ្លឺនោះទំនីទីថានឹងមានគ្រោះកំណាចអាក្រក់យ៉ាងធំមកដល់ខ្លួនអ្នកជាមិនខានឡើយទី3ប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលថាភ័យខ្លាចនៅក្នុងចិត្តចាប់ពីម៉ោង5ជិតភ្លឺដល់ម៉ោង7ព្រឹកនោះទំនីទីថានឹងមានភ្ញៀវមកដល់ហើយបានអាហារបរិភោគយ៉ាងឆ្ងាញ់ទៀតផងទី4ប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលថាភ័យខ្លាចនៅក្នុងចិត្តចាប់ពីម៉ោង7ព្រឹករហូតដល់ម៉ោង9ព្រឹកនោះទំនីទីថានឹងទទួលបានអាហារយ៉ាងឆ្ងាញ់ហើយនឹងមានមនុស្សមកពីស្រុកឆ្ងាយមកលេងទៀតផងទី5ប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលថាភ័យខ្លាចនៅក្នុងចិត្តចាប់ពីម៉ោង9ព្រឹករហូតដល់ម៉ោង11ថ្ងៃត្រង់នោះទំនីទីថាការធ្វើការអ្វីកើតដោយសេចក្តីបងប្រាថ្នាគ្រប់យ៉ាងហើយសប្បាយរីករាយប្រសើរណាស់ផងទី6ប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលថាភ័យខ្លាចនៅក្នុងចិត្តចាប់ពីម៉ោង11ថ្ងៃត្រង់ដល់ម៉ោង1រសៀលនោះទំនីទីថានឹងមានមនុស្សស្រីនឹករលឹកដល់ខ្លួនអ្នកហើយសប្បាយណាស់ល្អផងដល់អ្នកទី7ប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលថាភ័យខ្លាចនៅក្នុងចិត្តចាប់ពីម៉ោង1រសៀលដល់ម៉ោង3ល្ងាចនោះទំនីទីថានឹងបានអាហារនិងភេសជ្ជៈទទួលទានយ៉ាងឆ្ងាញ់ដោយមានគេយកមកជូនឲ្យបរិភោគដោយឥតគិតថ្លៃក៏មានដែរទី8ប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលថាភ័យខ្លាចនៅក្នុងចិត្តចាប់ពីម៉ោង3ល្ងាចដល់ម៉ោង5ល្ងាចនោះទំនីទីថានឹងមានមនុស្សស្រីនឹករលឹកដល់ខ្លួនអ្នកអូនណាស់ទី9បើសិនជាពុកម៉ែបងប្អូនមានប្រផ្នូលថាភ័យខ្លាចនៅក្នុងចិត្តចាប់ពីម៉ោង5ល្ងាចដល់ម៉ោង7យប់នោះទំនីទីថានឹងមានការល្អសប្បាយចិត្តការកប់ចិត្តមកដល់អ្នកជាមិនខានទី10ប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលថាភ័យខ្លាចនៅក្នុងចិត្តចាប់ពីម៉ោង7យប់ដល់ម៉ោង9យប់នោះទំនីទីថានឹងមានគេផ្ញើសម្បត្តិមកឲ្យហើយនៅក្នុងសម្បត្តិនោះមាននិយាយអំពីការរីករាយសប្បាយយ៉ាងគ្រប់យ៉ាងដល់អ្នកផងដែរទី11ប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលថាភ័យខ្លាចនៅក្នុងចិត្តចាប់ពីម៉ោង9យប់ដល់ម៉ោង11អាធ្រាត្រនោះទំនីទីថានឹងមានអ្នកធំមកដល់មានលៀបល្អណាស់ទី12ប្រសិនបើជាពុកម៉ែបងប្អូនមានប្រផ្នូលថាភ័យខ្លាចនៅក្នុងចិត្តចាប់ពីម៉ោង11អាធ្រាត្រដល់ម៉ោង1យប់នោះវិញនោះទំនីទីថាខ្លួនអ្នកនឹងស្លៀកពាក់សដោយមាននរណាម្នាក់ប្រាប់ហើយនឹងមាន
ការយល់សុបិនអាក្រក់ទៀតផងពុំល្អឡើយបាទតកតងនឹងការបកស្រាយតកតងនឹងប្រផ្នូលនេះក៏មានលក្ខណៈខុសពីតម្រាខ្លះដែរតាមអាស្រ័យពុកម៉ែបងប្អូនគាត់ចំណាំរៀងខ្លួនផងដែរជាចុងក្រោយនេះក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្រាប់ Channel បកស្រាយសុបិនដែលខ្ញុំបានលើកយកបកស្រាយតាក់ទងនឹងប្រផ្នូលភ័យខ្លាចនៅក្នុងចិត្តនេះចាប់ពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ